ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការអើវិលមកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺយើងមកបន្តជាមួយនឹង One Piece Manga Chapter ទី1156ក៏ដូចជា1157ហើយរឿងមួយទៀតក៏សូមអធិស្ឋានគ្នាយើងមែនតើព្រោះដោយសារតែខ្ញុំខាន់ចេញវីដេអូគឺយូរមែនតើខ្ទង់ប្រហែលជា7កន្លះខែហើយដូចជា Manga របស់យើងដល់ទៅ Chapter ទី1161និយាយទៅគឺយើងយឺតមែនតើយឺតឡើង5 Chapter ក៏ប៉ុន្តែមិនអីទេជាមួយខ្ញុំព្យាយាមធ្វើម៉េចចេញឲ្យតាន់ជាមួយនឹងអា chapter ចុងក្រោយព្រោះដោយសារតែចេញយូរពេកលក្ខណៈថាវាអស់ hype អស់ត្រូវ hype មិនថាតែអ្នកនរគ្នាសូម្បីតែខ្ញុំក៏មានអារម្មណ៍ថារៀង set មិនសូវសប្បាយចិត្តព្រោះដោយសារតែmanga ក៏ចេញដល់ណាដល់ណីស្រាប់តែយើងទៅតែមកក្រោយគេណាគឺ level មិនដឹងតែមិនដឹងថា level ស្អីគេទេហើយរឿងរ៉ាវមួយទៀតនេះក៏សូម update ប្រាប់ទៅកាន់បងប្អូនយើងដូចជាប្រមាណដូចជាខ្ទង់ហើយជិតមួយខែមុនអីអា chapter ទីប្រមាណនេះមើល chapter ទី1052មិនដឹង53ហ្នឹងឬក៏51មិនដឹង52មិនដឹងឯងគឺជាពេលដែល Isabek គាត់បានបង្ហាញខ្លួនហ្នឹងចង្រៃមែនតើអាវីដេអូហ្នឹងគឺវាជាប់ជាមួយនឹង copyright strike គឺទទួលបានជាមួយនឹងការ warning ចេញពី Shonen Jump ហ្មងអញ្ចឹងចាប់ពីវីដេអូហ្នឹងទៅឬក៏វីដេអូក្រោយៗទៅគឺខ្ញុំព្យាយាមកាត់បន្ថយជាមួយនឹងការដាក់ទៅលើ raw scan manga គឺអា manga សខ្មៅហ្នឹងព្រោះដោយសារតែcopyright strike គឺសាហាវមែនតើបើសិនជាជាប់តែ3ដងក្នុងរយៈពេល3ខែឬក៏3ដងក្នុងរយៈពេល3ខែឬក៏3ដងជាប់គ្នាឬក៏3ដងក្នុងមួយថ្ងៃ channel ខ្ញុំប្រកាសជា A1 ទៅព្រៃអីអញ្ចឹងឥឡូវក៏មិនខាត់ពេលវេលាយូរយើងនៅបន្តជាមួយនឹង chapter ទី1151មុនហើយតកតងជាមួយនឹង chapter ហ្នឹងគឺមានចំណងជើងថា idol ឬក៏បកប្រែថានិមិត្តរូបបើក្បាលជាមួយសាច់រឿងដំបូងគឺគេបានបង្ហាញជាមួយនឹងក្រុមគូចា Pirate ដែលជាក្រុមចោរសមុទ្រមួយដែលខ្លាំងការពីចំនួនផងដែរហើយតកតងជាមួយចំណុចខ្លាំងរបស់ពួកគេហ្នឹងគឺជាសម្រស់ព្រោះដោយសារតែចោរសមុទ្រពីច្រើនមិនថាប្រុសឬក៏ស្អីទេឲ្យតែបានប្រយុទ្ធជាមួយនឹងក្រុមគូចា Pirate ពីច្រើនគឺពួកគេតែងតែទុនដៃទុនជើងព្រោះដោយសារតែសម្រស់នៃ Captain ក្រុមចោរសមុទ្រមួយហ្នឹងគឺពិតជាស្អាតមែនទែនហើយការពីចំនួនហ្នឹងយាយ Gloriza គឺជា Captain អញ្ចឹងវាគឺជា timeline មួយមុនពេលដែល Gloriza គាត់ចូលរួមជាមួយនឹង Rock Pirateហើយតើតើជាមួយនឹង Seki គាត់គឺជា first mate ដោយសម្រស់របស់គាត់ហ្នឹងគឺស្អាតជាងយាយ Gloriza ទៅទៀតលើពីហ្នឹងដែលយើងបានឃើញអញ្ចឹងថាសូម្បីតែ Roger Pirate នៅពេលដែលពួកគេបានប៉ះគ្នាជាមួយនឹង Kucha Pirate ហ្នឹងសមាជិកក្នុងក្រុមទាំងអស់គឺលក្ខណៈថាទុនដៃទុនជើងដោយគ្មានកម្លាំងកំហែងក្នុងការប្រយុទ្ធជាមួយនឹងក្រុម Kucha Pirate ទេក៏ប៉ុន្តែលើកលែងតែ Really គឺគាត់នៅតែជា Sigma លក្ខណៈថា aura របស់គាត់គឺពិតជាអែមជាងគេទាំងអស់ហើយនៅក្នុងអាចំណុចកន្លែងហ្នឹងខ្ញុំនិយាយមែនOda គឺធ្វើបាប Roger មែនទេលក្ខណៈថាធ្វើឲ្យ Roger គាត់អស់ជាមួយនឹង aura លក្ខណៈថានៅក្រោយដំណាក់ស្រីស្អាតគឺសិតតែភ្នំអ្នកក្លាហានហ្នឹងបើសិនជាយើងនិយាយតាមរឿងចិន Tritoma ចំណុចនោះគឺគាត់គ្រាន់តែជាសមាជិកធម្មតានៅក្នុងក្រុម Kucha Pirate ទេក៏ប៉ុន្តែបើសិនជានិយាយទៅថ្ងៃអនាគតគឺគាត់បានក្លាយជា Captain នៃចំនួនទី3និយាយទៅគឺបន្ទាប់ពី Seki គឺគាត់បានក្លាយជា Captain នៃក្រុម Kucha Pirate ហ្នឹងគឺចំនួនទី2គឺមុន Tritorama ជំនាន់ហើយមួយយ៉ាងវិញទៀតគឺមានជាមួយនឹង series ជាច្រើនគេបាននិយាយថា Tritoma គឺអាចក្លាយជាម្ដាយ Luffy អាហ្នឹងក៏ខ្ញុំមិនទាន់ដឹងច្បាស់ដែរក៏ប៉ុន្តែចាំមើលមានពេលទៅនេះគឺខ្ញុំនឹង share ជាមួយចំណុចត្រង់ហ្នឹងអញ្ចឹងបើសិនជាយើងសរុបចំណុចត្រង់ហ្នឹងមកយាយ Gloriza គាត់បានលងស្នេហ៍ទៅលើ Roger ហើយ Roger គាត់បានលងស្នេហ៍ទៅលើ Seki ហើយតាក់ទងជាមួយនឹង Seki គាត់ហាក់បីដូចជាលងស្នេហ៍ទៅលើ Rayleigh ទៅវិញនិយាយលក្ខណៈថាស្នេហានេះវាបដិញកតុយគ្នាហើយបើសិនជាយើងនិយាយពីចំនួន Captain ដែលមានចំនួនធម៌ពលខ្លាំងបំផុតខ្ញុំគិតថាចំនួនរបស់ Hancock ព្រោះដោយសារតែ Hancock គឺជា Captain មួយដែលមានចំនួនធម៌ពលផ្នែកបិសាចក៏ដូចជាមានជាមួយនឹង Konkraki ទៅទៀតតែបើសិនជាយើងនិយាយពីសម្រស់ខ្ញុំគិតថា Seki កាលពីគាត់នៅពីក្មេងគឺគាត់ស្អាតជាង Hancock ម្លងពេលដែល Kucha Pirate គាត់កំពុងតែប៉ះគ្នាជាមួយនឹង Roger Pirate ហ្នឹងក៏ Marine ក៏បានមកដល់អញ្ចឹងគ្រប់គ្នាក៏នាំគ្នារហូតក៏ប៉ុន្តែក្រោយពេលដែល Roger គាត់បានដឹងថាទុក Marine នោះគឺជា Gap Roger គាត់បានប្រាប់ទៅកាន់គ្នាគាត់ឲ្យបដូរជាមួយនឹងផែនការឈប់រត់អញ្ចឹងពួកគេទាំងពីរក៏បានវាយគ្នាទៅហើយយើងបានឃើញអញ្ចឹងថាទាំង Gap ហើយនឹង Roger បានបដូរលក្ខណៈថាបដូរកំដាប់ដៃជាមួយនឹងផ្លែដាល់អញ្ចឹង scene កន្លែងហ្នឹងគឺមានតាមមួយ panel ឬក៏មួយស្លឹកហ្នឹងទេដែល Roger គាត់ប៉ះជាមួយនឹង Gapហើយមុនឈានទៅដល់ Pirate Island យើងក៏បានឃើញជាមួយនឹងរឿងរ៉ាវតាក់ទងជាមួយនឹង Eba ដែលក្នុងនេះយើងបានឃើញថា Loki គាត់បានព្យាយាមចេញទុកចេញពី Eba ក៏ប៉ុន្តែត្រូវបានគេចាប់ខ្លួនត្រឡប់មកវិញចំណុចត្រង់ខ្ញុំគិតថា Loki គាត់ប្រហែលជាចង់ចាក់ចេញពី Eba ដើម្បីទៅរក Sebek ឯព្រោះដោយសារតែការពី chapter មុនយើងបានដឹងអញ្ចឹងថា
Loki ក៏ចង់ចូលរួមជាមួយនឹង Sebek ឬក៏ Rock ហ្នឹងក៏ប៉ុន្តែត្រូវបាន Rock គាត់ជំទាស់ហើយគណៈឯនៅ Pirate Island យើងបានឃើញថា Rock គាត់បានប្រម៉ែប្រមូលជាមួយសមាជិកចំនួន6នាក់បន្ថែមទៀតដែលក្នុងនោះគឺមានជាមួយនឹង Silver Egg តែគាត់លក្ខណៈថាមិនទាន់ official ចូលរួមជាមួយនឹង Rock ទេក៏ប៉ុន្តែគាត់កំពុងតែធ្វើដំណើរទៅ Rock ហើយសមាជិកបន្ទាប់ទៀតគឺ Big Mom, Captain John, Susan, Babel ជាមួយនឹង Kaido នៅក្នុងនេះយើងបានឃើញថា Rock គាត់កំពុងតែតាមរកជាមួយនឹងផ្លែឈើបិសាចចំនួន2ព្រោះដោយសារតែគាត់គិតថាបើសិនជាគាត់មានជាមួយនឹងផ្លែឈើបិសាចចំនួន2ហ្នឹងគឺវានឹងក្លាយជាថាមពលដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យគាត់នឹងគ្រប់គ្រងជាមួយនឹងពិភពលោកនឹងទាំងមូលហ្មងហើយគាត់បាននិយាយថាគាត់ច្បាស់ណាស់មួយក្នុងចំណោម2ហ្នឹងគឺប្រកាសជាស្ថិតនៅលើ Eba ហើយគាត់ក៏បានបន្តទៀតថាគឺមានតែHaraldប៉ុណ្ណោះដែលគាត់អាចដាស់ជាមួយនឹងធម៌ពលផ្លែឈើបិសាចនឹងបានអញ្ចឹងបើសិនជាយើងគិតលេងទៅតែអាចអត់ដែលផ្លែឈើបិសាច2ហ្នឹងគឺជា Hitotonomi Model Nika របស់ Luffy ហើយមួយទៀតគឺជាផ្លែឈើបិសាចរបស់ Blackbeard ហើយលើពីហ្នឹងយើងក៏បានដឹងថា Rock គាត់ក៏កំពុងតែតាមរកជាមួយនឹងពពួកយក្ស Galela ផងដែរអញ្ចឹងបន្ទាប់ពីគាត់បាននិយាយអំពីរឿងរ៉ាវយក្សទាំងអស់ហ្នឹងហើយសមាជិកផ្សេងគាត់ក៏បាននិយាយផងដែរថាតែពួកយើងពិតជាត្រូវការពួកយក្ស Galela នោះមែនទេយើងធ្លាប់ឮថាពួកគេមានតាំងពីបរមរានមកម៉េះខ្ញុំធ្លាប់ព្យាយាមតាមរកពួកគេដែរតែគ្មានដំណឹងពីពពួកយក្សដែលត្រូវបានគេបង្កកទាំងនោះសោះអញ្ចឹងចំណុចត្រង់ហ្នឹងគឺអាចយើងដឹងបានថាសូម្បីតែ Big Mom ក៏គាត់កំពុងតែតាមរកជាមួយនឹងពួកយក្សទាំងអស់ហ្នឹងដែរបើសិនបើរកពួកគេឃើញមែនតើពួកគេនឹងជួយស្អីយើងបានខ្លះពិតណាស់វាគ្មានផ្លូវអាចរកពួកគេឃើញទេបិទមាត់ភ្លាមទៅយើងកំពុងតែនិយាយពីក្តីសម័យអញ្ចឹងកុំធ្វើជាមនុស្សស្មុគស្មាញពេកបើទោះជារកពួកគេឃើញក៏ដោយក៏វាគ្មានហេតុផលអីដែលពួកគេមកស្ដាប់ជាមួយនឹងប្រជាយើងដែរអញ្ចឹងឯងបានជាពួកយើងត្រូវការHaraldអញ្ចឹងយើងអត់អាចប្រើជាមួយអំណាចរបស់ពួកយើងដើម្បីមកក្រាបពួកគេបានទេអីហើយយើងក៏អាចប្រើពេលអំណាចរបស់ពួកយើងទៅលើអបិHaraldនៅបានដូចគ្នានិយាយចប់ភ្លាមរកបានធាក់Kaidoមួយជើងចំកណ្ដាលមុខហើយក៏បាននិយាយថាឈប់និយាយអញ្ចឹងទៀតអាល្អិតHaraldជាសម្លាញ់យើងនឹងកំទេចឯងចោលបើសិនជាឯងនៅតែហ៊ាននិយាយអញ្ចឹងទៀតហើយក្នុងយើងក៏បានឃើញថា Shiki ហើយនិង Captain John គឺបានព្យាយាមខត់ជាមួយនឹងពួកគេកុំឲ្យវាយគ្នាអញ្ចឹងទៅហើយគណៈដែលចុង chapter គឺ Rock គាត់បាននិយាយថាអាណាមិនស្ដាប់អញអាចចេញបានហើយបើសិនជាអាណាមិនជឿអំណត់តស៊ូអាចមកតាមយើងបានយើងនឹងនាំពួកឯងទៅរកចំណុចកំពូលនៃពិភពលោកបាទអ្នកនរគ្នាអាហ្នឹងគឺជាចំណុចចុងក្រោយដែល Rock គាត់បាននិយាយហើយបើសិនជាយើងស្ដាប់មកលក្ខណៈថារៀងឆ្លើយតិចអីក៏ប៉ុន្តែខ្ញុំគិតថាយេពួកគាត់គឺជាចៅសមុទ្រអញ្ចឹងវាមិនដែលមានចៅសមុទ្រណានិយាយព្រោះស្ដាប់ហើយណាមួយខ្ញុំក៏បញ្ចេញបញ្ចូលលក្ខណៈថាបកប្រែពាក្យពេចន៍ហ្នឹងឲ្យវាត្រូវជាមួយអត្តចរិតរបស់ Rock ហើយ chapter ទី1151របស់យើងដែលមានចំណងជើងថា idol ហ្នឹងក៏មានតែប៉ុណ្្នឹងដែរទេអញ្ចឹងបន្តមកទៀតយើងនឹងបន្តជាមួយនឹង chapter ទី1157ដែលវាមានចំណងជើងថា The Legendary Bar ឬបើសិនជាយើងនិយាយន័យជាខ្មែរបានន័យថាគឺជាទៀមស្រាឬក៏បារមួយដែលមានវ័យចំណាស់ដែលត្រូវបានគេចាត់ទុកថាគឺជារបស់មានតម្លៃអីចឹងទៅក្នុងនាមជាចៅសមុទ្រទីបំផុតក្រុម Rock បានចាប់ដើមចេញវាឆក់ប្លន់នៅក្នុងព្រះវិហារមួយដែលស្ថិតនៅឯ New World ហើយតាក់ទងជាមួយនឹង Shiki គឺគាត់បានព្យាយាមបោះជាមួយនឹងខបបែកដើម្បីសម្លាប់ Whitebeard ក៏ដូចជា Kaido ខណៈដែលពួកគេនឹងកំពុងតែជាប់នៅឯក្នុងបន្ទប់ក្រោមដីនិយាយទៅពីអ្នកហ្នឹងគឺនៅក្រោយគេព្រោះដោយសារតែអ្នកផ្សេងទៀតគឺគេបាននាំគ្នារត់ឡើងទៅលើអស់ហើយអញ្ចឹងបន្ទាប់ពី Shiki គាត់បានបោះជាមួយនឹងខបបែកហ្នឹងហើយ Whitebeard គាត់បានប្រើប្រាស់ជាមួយនឹងធម្មពលអាផ្លែឈើបិសាចរបស់គាត់ហ្នឹងដែលធ្វើឲ្យកោះទាំងមូលគឺរង្គោះរង្គើក្លាប់ចាក់ដូចកាម Marineford អញ្ចឹងចំណុចត្រង់ហ្នឹងគឺយើងអាច confirm បានហើយថា Whitebeard គាត់មានជាមួយនឹងធម្មពលអា Gara no Mi ហ្នឹងតាំងពីមុនពេលដែលគាត់បានចូលរួមជាមួយនឹង Rock ទៅទៀតហើយគណៈដែល Shiki ក៏ដូចគ្នា Shiki គឺគាត់មានជាមួយនឹងអា Float Fruit ហ្នឹងមុនពេលដែលគាត់ធ្វើដំណើរទៅកាន់ God Valley ទៅទៀតក៏ប៉ុន្តែអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺទំនាក់ទំនងរវាង Whitebeard ជាមួយនឹង Kaido ហាក់បីដូចជាបងប្អូនគ្នាអញ្ចឹងព្រោះដោយសារតែ Kaido គាត់បាននិយាយទៅកាន់ Whitebeard ថាគាត់ពិតជាចំណែនទៅលើ Whitebeard មែនទែនដែលគាត់មានជាមួយនឹងពលផ្លែឈើបិសាចអញ្ចឹងទៅហើយគាត់ក៏ចង់បានមួយដែរហើយយើងបានឃើញអញ្ចឹងថា Whitebeard គាត់បានបញ្យល់ទៅកាន់ Kaido ថាឲ្យរើផ្លែឈើបិសាចឲ្យស្រួលព្រោះដោយសារតែបើរើមិនស្រួលទេគាត់អាចនឹងមានវិបត្តិសេរីអស់មួយជីវិតឧទាហរណ៍ដូចជាកូនចៅរបស់ Luffy ដែលគាត់មានជាមួយនឹងពលសបោឬក៏ Caribou ដែលគាត់មានជាមួយនឹងពលភក់គឺអាកិច្ចមែនទែនហើយម្យ៉ាងវិញទៀតតែអាចអត់ដែលធម្មពលតា Jupiter អាចធម្មពលចលែនដែលថយ animate រៀងដូចជាពងហ្នឹង
តែវាគឺជាធម្មពលភ័យបិសាចឬក៏វាគ្រាន់តែជាធម្មពលដែលអេមូក៏ផ្ដល់ឲ្យអាហ្នឹងក៏យើងមិនដឹងដែរចឹងយេបើសិនជាយើងសរុបមកពីរអ្នកគាត់តាំង Whitebeard ហើយនិង Kaido ប្រៀបដូចជាបងប្អូនគ្នាអញ្ចឹងដែលវាខុសពីអាសាច់រឿងយើងបច្ចុប្បន្នបើសិនជាយើងមើលទៅ Whitebeard ហើយនិង Kaido ប្រៀបដូចជាលក្ខណៈថាជា rival លក្ខណៈថាជាសត្រូវគ្នាអញ្ចឹងដែលវាខុសឆ្ងាយហើយមួយយ៉ាងវិញទៀតសូម្បីតែ Shiki ក៏គាត់បានជួបជាមួយនឹង Silver Egg ដែលជា rival របស់គាត់ហើយរឿងអ្នកទាំងពីរក៏យើងមិនដឹងដែរថា rival របៀបម៉េចហើយថាតាពីអតីតតើពួកគាត់ទាំងពីរមានរឿងអីជាមួយនឹងគ្នាឬក៏តោះតើគ្នាមិនអាហ្នឹងក៏យើងមិនដឹងដែរគ្រាន់តែយើងឃើញថា Shiki គាត់ញាក់ផ្អើលដែល Silver Egg គាត់នៅមានជីវិតអញ្ចឹងប្រហែលជាចុងក្រោយនៃពួកគាត់បែកគ្នានឹងប្រហែលជាមានការប្រយុទ្ធគ្នាអីមួយដែលកាត់ឡើងហើយពួកគាត់ក៏បានហត់កិច្ចអីចឹងទៅហើយ plot មិនទាន់បានប្រមាណផងពួក Marine ក៏បានមកហុំព័ទ្ធជាមួយនឹងកោះហ្នឹងគឺលឿនមែនទែនហើយ Sebek គាត់ក៏បាននិយាយថា plot អ្វីៗគ្រប់យ៉ាងនឹងវាយបន្លិចពួកគេទៅក្នុងសមុទ្រឲ្យអស់ទៅវ៉ាវ Aura គឺពិតជាសាហាវមែនទែនហើយចំណុចត្រង់ហ្នឹងនៅពេលដែល Sebek គាត់ឈរជាមួយនឹង Captain John ហ្នឹងគឺយកអាចំណុចកន្លែងហ្នឹងទៅបដូរជាមួយនឹង Kid គាត់ឈរជាមួយនឹង Killer មុនពេលដែល Shanks គាត់វាយពួកគេហ្នឹងធ្លីនៅក្នុងសមុទ្រអញ្ចឹងត្រឹមតែរយៈពេល2ឆ្នាំ Rock Pirate គាត់បានចេញវាយឆក់ប្លន់ដល់ទៅ16ដងហើយក្នុង16ដងហ្នឹងគឺពួកគេបានធ្វើការវាយបលិចចំនួន76ទូកវាយកំទេចកំពង់ផែហ្នឹងអស់14កន្លែងហើយទីក្រុងចំនួន5ដែលត្រូវបានបាត់ចេញពីផែនទីប្រជាជាតិមួយត្រូវបានដួលរលំហើយគណៈដែលការរំលោភបំពានចំនួន3ដងដែលមិនធ្លាប់មាននៃមាត្រា18ហ្នឹងគឺបានកាត់ឡើងហើយក៏យើងមិនដឹងដែរថាមាត្រានៃ One Piece អាហ្នឹងវាគឺជាស្អីទេលើពីហ្នឹងសូម្បីតែដំណើរនៅលើដែនសមុទ្ររបស់ក្រុម Roger ហ្នឹងក៏មិនអាចប្រៀបផ្ទឹមនឹង Rock Pirate បានដែរវ៉ាវសូម្បីតែការ set sail របស់ក្រុម Roger Pirate ក៏មិនល្បីរង្គោះរង្គើឬក៏យើងអាចនិយាយងាយយល់បានថាគ្មានណាគេអើពើពីក្រុម Roger ដូចជា Rock Pirate ទេទីបំផុត Harald បានវាយកំទេច Battleship ចំនួន2ព្រោះដោយសារតែពួកគេបានធ្វើបាបទៅលើប្រជាជន Enishi ដែលជាសម្ព័ន្ធមិត្តដែលធ្លាប់ជួយទៅលើ Eba ហ្នឹងកាលពីមុនហើយតាក់ទងចំណុចត្រង់ហ្នឹងគឺ Harald គាត់មិនខកអ្វីទាំងអស់បើទោះបីជា Eba កំពុងតែស្ថិតក្រោមការពិចារណាដាក់ចូលជាសម្ព័ន្ធមិត្តរបស់ World Government ក៏ដោយហើយនៅថ្ងៃបន្ទាប់គឺ World Government គាត់បានចេញជាមួយនឹងព័ត៌មានមួយប្រកាស Harald ថាបានវាយជាមួយសំពើស្លូតត្រង់របស់ World Government ដែលធ្វើឲ្យ Rock ហ្នឹងទៅសល់ចំអក Harald ដល់ Eba អញ្ចឹងចំណុចត្រង់ហ្នឹងគឺគ្មានន័យថ្មីទេគឺ Rock គាត់បានទៅបញ្ចុះបញ្ចូលជាមួយនឹង Harald ហ្នឹងឲ្យចូលរួមជាមួយនឹងខ្លួនទៀតហើយក៏ប៉ុន្តែត្រូវបាន Harald គាត់ជំទាស់ព្រោះដោយសារតែ Harald គាត់គិតថាថ្ងៃណាមួយ World Government គឺប្រកាសជាយល់ព្រមឲ្យ Eba ចូលរួមជាមួយនឹងពួកគេហើយណាមួយគាត់គិតថាបើសិនជា Eba គាត់បានចូលរួមជាមួយនឹង World Government អញ្ចឹងគឺគាត់អាចនឹងបង្កើនជាមួយនឹង Marine ល្អឬក៏ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរបស់ Marine ហ្នឹងកាន់តែប្រសើរឡើងឧទាហរណ៍ដូចជា Giant ដែលបានចូលរួមដំបូងជាមួយនឹងកង Marine ហ្នឹងគឺជា Captain John គឺជា Giant John ហ្នឹងហើយលើពីហ្នឹង Harald គាត់ក៏បាននិយាយដែរថាសូម្បីតែ Garp ក៏សល់ចំអកទៅលើរូបគាត់ផងដែរហើយលើអញ្ចឹង Rock គាត់ក៏បានតបទៀតថា Garp គួរណាស់តែខ្លាយជាចៅសមុទ្រព្រោះដោយសារតែគាត់ស្អប់ជាមួយនឹងអាពួកគ្រប់គ្រងលើឬក៏ពួក Celestial Dragon ហ្នឹងហើយអញ្ចឹងឯងបានជាមូលហេតុដែល Garp គាត់នៅតែជា Marine Vice Admiral ដែលមិនព្រមឡើងទៅជា Admiral ឬក៏ Red Admiral ចំណុចបន្ទាប់ទៀតយើងបានឃើញថា Kong, Garp, Sengoku ហើយនិង Otsuru គឺពួកគាត់ទាំង4កំពុងតែនិយាយអំពី Harald ដែលបានដាក់សំណើចូលរួមជាមួយនឹង World Government ហើយក៏ដូចជាព្រួយបារម្ភអំពីកំណើនចារកម្មដែលក្រុម Rock Pirate ហ្នឹងបានប្រព្រឹត្តឡើងអញ្ចឹងកាលពីចំនួនហ្នឹង Kong គឺជា Marine Admiral ហើយគណៈដែល Garp, Sengoku ហើយនិង Otsuru គឺនៅត្រឹមតែជា Marine Vice Admiral ប៉ុណ្ណោះ Wait a minute. Who are you? Shiki ក៏បានលាលែងឈប់ធ្វើជាចៅសមុទ្រហើយក៏បានទៅបើកទីមស្រែនៅឯ Pirate Island ហើយមូលហេតុដែល Shiki ក៏ឈប់ធ្វើជាចៅសមុទ្រព្រោះដោយសារតែគាត់បានកើតជាមួយនឹង Love Sickness គឺគាត់ស្រឡាញ់ទៅលើ Rayleigh អញ្ចឹងគាត់គិតថាគាត់អាចនឹងទៅបោះជំរំនៅឯ Pirate Island ព្រោះដោយសារតែកោះមួយនឹងល្បីប្រមូលផ្ដុំទៅដល់អ្នកខ្លាំងអញ្ចឹងគាត់អាចនឹងមានសុវត្ថិភាពដោយឲ្យពួកគេនឹងការពារទៅលើរូបគាត់ហើយមិនយូរមិនឆាប់ Rayleigh គឺប្រកាសជាទៅរកគាត់នៅឯកន្លែងហ្នឹងចាក់ជាមិនខានទេហើយ Love Sickness នេះយើងបានដឹងអញ្ចឹងថាដូចយាយ Gloriza អញ្ចឹង
នៅពេលដែលគាត់បានលងស្រឡាញ់ទៅលើ Roger ហើយ Roger បែរជាមិនស្រឡាញ់គាត់ហើយនៅពេលដែល Roger គាត់បានស្លាប់អីចឹងទៅយេអាជំងឺមួយហ្នឹងគឺបានធ្វើឲ្យយាយ Gloriza បែរទៅជាមនុស្សក្រិនទៀបអីចឹងទៅអញ្ចឹងបើសិនជាយើងសម័យទៅលើ Shaky បច្ចុប្បន្នហ្នឹងបើសិនជាគាត់មិនបាននៅជាមួយនឹង Riley ទេអញ្ចឹងច្បាស់ណាស់គាត់ប្រកាសជាកន្ទឿដូចយាយ Gloriza ដែរហើយតើនៅថ្ងៃអនាគតតើអាចអត់ដែល Hancock គាត់នឹងវិវត្តទៅដូចយាយ Gloriza ឬក៏ Shaky អាហ្នឹងយើងមានតែចាំអត់មើលទៅលើ Oda ទេថាតើ Oda នឹងឲ្យ Luffy ទៅស្រឡាញ់ទៅលើ Luffy វិញឬក៏អត់ឬក៏ Luffy ខ្លាចជាមនុស្សម្នាក់ដែលនឹងបំបែកជាមួយនឹង Love Sickness ហ្នឹងអាហ្នឹងយើងមានចាំតាអ្នកនរគ្នាទេហើយរឿងរ៉ាវដែលយើងនឹកស្មានមិនដល់ហ្នឹងគឺ Shaky គាត់បានខ្លាយជា Treasure នៃ Pirate Island អូខេ អញ្ចឹងអាហ្នឹងគឺជាចម្លើយនៃ One Piece Manga chapter ទី1196ដែលកាលពី chapter ហ្នឹងគឺគេបាននិយាយថាពពួក World Government គឺបានលួចជាមួយនឹង Treasure ចេញពីកោះមួយហ្នឹងអញ្ចឹងTreasure មួយហ្នឹងគឺជា Shaky អញ្ចឹងឯងបានជាចៅសមុទ្រទូទាំងពិភពរបស់ One Piece ក៏ដូចជាចៅសមុទ្រទូទាំងPirate Island ហ្នឹងគឺបានមកវាដណ្ដើមជាមួយនឹង Treasure ហ្នឹងត្រឡប់ទៅវិញនៅខាងចុង chapter ទី1157ពពួក Dressrosa គឺបានប្រាប់ទៅកាន់ Harrow ថាបើសិនជាគាត់អាចសម្លាប់រកបាននោះពួកគេនឹងយល់ព្រមឲ្យ Eva ចូលរួមជាមួយនឹងពួកគេ So អ្នកនរគ្នាតាក់ទងជាមួយនឹងវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរទេអញ្ចឹងយើងនឹងចាំជួបគ្នាបន្តទៀតជាមួយនឹងវីដេអូក្រោយ Bye bye